បាទសួស្តីនេះគឺជាឧបករណ៍ Garmin Montana 608 ឧបករណ៍ GPS នេះគឺជាការប្រើប្រាស់ដែលមានអេក្រង់ touch screen ចំនួនទំហំ4 inch ហើយនឹងជាប៉ះ touch ដើរស្មូតល្អនេះគឺជាកម្មវិធីមូលដ្ឋានរបស់វាចឹងវាមានប៉ុណ្ណឹងហើយយើងអាចចុះឡើងលើហើយចុះក្រោមហើយនេះជាmenuរបស់វាដែលយើងបានរៀបចំនេះគឺជាការកំណត់ setting ផ្សេងៗចំពោះការកំណត់ setting ក្នុង system សំទោសក្នុង system របស់វាមាន state line មានអីផ្សេងចំពោះក្នុង map សម្រាប់ map កម្ពុជារបស់យើងត្រូវបើកទីមួយ worldwide enable វាទាំងអស់ទៅ OpenStreet Cambodia ក៏យើង enable វាហើយនឹង OSM Cambodia Topo បាទអញ្ចឹងយើងត្រឡប់ទៅក្រោយចូល map របស់យើងអញ្ចឹងឧទាហរណ៍យើងចូលក្នុង map របស់យើងអញ្ចឹងយើងឃើញទីតាំងរបស់យើងឈរជើងនៅទីតាំងដែលយើងបានដែល state line បានចាប់យើងមើលសេវា state line របស់វាគឺក្នុងកម្រិតរំលៀង4ម៉ែត្រអរគុណឃើញទេបាទអញ្ចឹងវាចាប់បានល្អកម្រិតរំលៀងតូចអញ្ចឹងយើងចូលទៅក្នុង map របស់យើងវិញនៃទីតាំងរបស់យើងអញ្ចឹងយើងអាច zoom in zoom out បានបាទនេះទីតាំងរបស់ខ្ញុំដែលខ្ញុំចូលជើងអញ្ចឹងក្នុងនោះយើងអាចកំណត់ផ្សេងតាមអ្វីដែលយើងតម្រូវការយើងប្រើប្រាស់អញ្ចឹងយើងអាច zoom in zoom out យើងអាច move ឆ្វេង move ស្ដាំនេះផែនទីភ្នំពេញទីក្រុងភ្នំពេញរបស់យើងប្លុកនេះប្លុកស្ពានវងមូគួយកណ្ដុងបាទចឹងនេះចាំមិនឯមកកាឡម៉ែតចឹងណាបាទចឹងយើងអាចសុំឲ្យយើងអាច drop location យើងអាចអូសវាទៅអេក្រង់កម្រិតបង្ហាញរបស់វាប៉ុណ្ណឹងគួរសមយើងអាចមើលបានយើងអាចប្រើប្រាស់បានល្មមសម្រាប់យើងធ្វើដំណើរ adventure ចូលព្រៃបោះតង់ផ្សេងបានអញ្ចឹងខ្ញុំ back វាមកវិញគឺវាមកដល់ទីតាំងរបស់យើងឈរជើងបាទនេះជាការបង្ហាញបឋមចំពោះម៉ាស៊ីន Garmin Montana 608វាមានរបៀបប្រើប្រាស់ផ្សេងជាច្រើនដូចជាច្រាក់គឺការកំណត់ទីតាំងដែលយើងបានធ្វើដំណើរអញ្ចឹងនេះដែលខ្ញុំពីមុនខ្ញុំបានធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការឧទាហរណ៍អញ្ចឹងយើងអាចចូលក្នុង map យើងបានចឹងផែនទីនេះគឺវាមកចូលនៅពុបឃើញតែពណ៌យ៉ាងពណ៌ហៅតាពណ៌យ៉ាងខៀវខ្ចីអញ្ចឹងផែនទីហ្នឹងគឺខ្ញុំដែលបានខ្ញុំធ្វើដំណើរចេញពីផ្ទះទៅទាំងខ្ញុំផ្លូវធ្វើដំណើរផ្សេងអញ្ចឹងវាប្រាប់ពីប្រវែងពេលវេលាដែលយើងធ្វើដំណើរអ្វីផ្សេងបាទ
ចឹងគឺវាជាការកត់ត្រាការធ្វើដំណើររបស់យើងងាយស្រួលហើយក្នុងនោះវាមានផ្សេងជាច្រើនបកាហាអញ្ចឹងមាន Sun and Moon សម្រាប់យើងមើល sunrise sunset ព្រឹកឡើងម៉ោង 5:43 នាទីគឺថ្ងៃរះម៉ោង 6:28 គឺថ្ងៃលិចអញ្ចឹងថ្ងៃ 13 ថ្ងៃ 14 ចឹងម៉ោង 5:43 នាទីគឺថ្ងៃរះហើយម៉ោង 6:28 ដដែលគឺថ្ងៃលិចហើយមាន photo មានកាមេរ៉ាសំបង្ហាញកាមេរ៉ា8 megapixel គឺអាចថតមកគួរសមនៅពេលដែលយើងយកទៅមើលក្នុង computer ឬក៏ឧបករណ៍របស់យើងគឺកម្រិតរូបភាពគឺទទួលយកបាននៅពេលដែលយើងថតរូបភាពគឺវាសេវទីតាំងរបស់យើងហើយចំពោះ function ផ្សេងដូច waypoint គឺទីតាំងដែលយើងបានកំណត់ផ្សេងហើយកន្លែងតំណេះគឺចំណុចល្អរបស់វា 2 មានថាគឺនាំយើងអាចទៅរកទីតាំងដើម្បីដែលយើងត្រូវចង់ទៅរកងាយស្រួលផ្លូវកាត់ខ្លីបាទសូមអរគុណមានអីស្អាតគួរសមសិន